បងប្អូននេះគឺបញ្ហាដែលអតិជនគាត់បោកខ្លាំងបាទគួរឲ្យស្ដាយ iPhone 17 Pro Max បាទបោកឡើងបាក់ទូហើយបញ្ហាដែលខូចអេក្រង់បាទខូចកាមេរ៉ាក្រោយបាទហើយនឹងប៉ោងបាទខូចថ្មមួយគ្រាប់ដែរមកដល់នេះយើងធ្វើការផ្លាស់ប្ដូរប្រភេទតួស៊ីនមកកាត់ក្រោយបាទមកជាប់ជាមួយនឹងកាមេរ៉ាបាទមានថ្មនិងផ្លាស់ប្ដូរអេក្រង់ស៊ីនម៉ាស៊ីនហើយយើងក៏ទទួលបាន iPhone 17 Pro បាទធម្មតាបញ្ហាដែលឆ្លងបញ្ហាខូចលើផ្នែកម៉ាស៊ីនបាទធ្លាប់ចូលជាងបាទធ្លាប់ជួសជុលអានេះយើងកំពុងតែតាមដានបាទកំពុងតែធ្វើការជួយសង្គ្រោះបន្ទាប់ទៀតនេះគឺ iPhone 13 iPhone 13ធម្មតាបោកឡើងបាក់ទូបាត់អេក្រង់បាទម៉ាស៊ីនដដែលយើងធ្វើការផ្លាស់ប្ដូរតួដូរថ្មបាទផ្លាស់ប្ដូរប្រភេទអេក្រង់ Copy GX ហ្នឹងហើយក៏បញ្ហាដែលខូចអេក្រង់ទៅលើ model Samsung បាទនេះគឺ S21 Ultra បាទយើងធ្វើការផ្លាស់ប្ដូរអេក្រង់ Copy OLED ជាប់ទូហើយនឹងដូរកញ្ចក់ខ្នងក្រោយបងប្អូនហើយបន្ទាប់ទៀតនេះគឺ iPhone 13 Pro Max បញ្ហាដែលធ្លាក់បែកខ្នងបាទយើងក៏ធ្វើការផ្លាស់ប្ដូរម៉ាស៊ីនបាទប្រភេទម៉ាស៊ីនស៊ីនធានាជូន3ខែបាទ 128G iPhone 13 Pro Max ដូចគ្នាបាទបញ្ហាដែលខូចអេក្រង់បើយើងជួសជុលអត់បានធ្វើការផ្លាស់ប្ដូរអេក្រង់យកតែម្ដងបាទងាកមក Pixel បាទយើងទទួលបានរថ13ដើមហើយនេះគឺ Pixel 7 Pro បាទផ្លាស់ប្ដូរអេក្រង់បាទយើងក៏ផ្លាស់ប្ដូរបាទថ្មមកក្របដែរបងប្អូនដូចក្នុងរូបអញ្ចឹងបាទ Pixel ដូចគ្នាបាទបញ្ហាដែលខូចអេក្រង់ដែរបាទនេះគឺ7 Pro ដែរបាទយើងក៏ធ្វើការតេស្តជូននេះគឺបាទ Samsung Note 10 Plus បាទយើងធ្វើការផ្លាស់ប្ដូរអេក្រង់បាទក៏ដូចជាផ្លាស់ប្ដូរថ្មប្រភេទអេក្រង់ Copy OLED ជាប់តួបងប្អូនហ្នឹងហើយនេះគឺបាទ iPhone 13 Pro Max បញ្ហាដែលធ្លាក់បែកខូចអេក្រង់បាទយើងក៏ផ្លាស់ប្ដូរប្រភេទថ្មស៊ីលឺអំពែបាទថ្មអំពែធំបាទតេស្តជូនដោយបងប្អូនឃើញនេះគឺ iPhone 11ធម្មតាក៏បញ្ហាដែលបោកបាទបែកខ្លាំងខូចតួបាត់ទៅហើយបាទយើងដូរគ្រឿងកាត់លើមួយសេតបាទដូរថ្មនិងផ្លាស់ប្ដូរអេក្រង់ Copy GX បាទហើយក៏ទទួលបាន XR បាទហើយនឹង iPhone XS Max បាទអតិជនគាត់យកមកឡើងតួបាទឡើងសបកហើយនេះគឺ iPhone 12 Pro Max បាទធ្លាក់បែកខ្នងហើយនឹងបាទយើងធ្វើការផ្លាស់ប្ដូរប្រភេទថ្មស៊ីនលើអំពែមកក្របដែរបាទនេះយើងដូរហើយបាទ 100% ពេញតែម្ដង